ដំរីបងមួយឈ្មោះវាអាហាតកដំរីបងមួយឈ្មោះវាអាហាតកមកទៅមកមកថ្លៃឲ្យកាត់ភូមិអើយស្រីខ្មៅអើយស្រីខ្មៅមាត់មន់រងាវបងស្មានតែអូនហើមាត់មន់រងាវបងស្មានអូនហើសំលេងប្រអើថ្លៃឲ្យស្មានតែខ្មៅស្រីអើយខ្មៅស្រីបាទចម្រៀងមួយឃ្លានេះគឺមានការឧបត្ថម្ភធំពីម្ចាស់អង្កាំទាំង4ខ្សែនេះតែម្ដងគាត់មិនបានសំណូមពរឲ្យខ្ញុំច្រៀងទេប៉ុន្តែខ្ញុំមានអារម្មណ៍រីករាយនៅក្នុងការបង្ហាញកម្មជូនទៅកាន់ពុកម៉ែបងប្អូនក៏នឹកឃើញចម្រៀងបាទដំរីបងមួយគឺមានអត្ថន័យជ្រាលជ្រៅខ្លាំងមែនទែនស្ដាប់ឲ្យច្រើនដងស្វែងយល់អត្ថន័យឲ្យបានច្បាស់នឹងដឹងថាបទចម្រៀងមួយបទនេះវ៉ាវអ្នកនិពន្ធមិនធម្មតាទឹកដមសំឡេងរបស់អធិរាជសំឡេងមាសសិនស៊ីសមុទ្រគឺពិតជាមិនធម្មតាយីថតអង្កាំមក review ពីបទចម្រៀងបាទបទចម្រៀងគឺជាបទប្រហុកក្តាមខ្យងអំបិលម្រេចរបស់ខ្មែរយើងបាទបទពីដើមស្ដាប់ទៅគឺចេញប្រហុកចេញអំបិលមកគឺមានរសជាតិអត្ថន័យនិងអត្ថរសស្ដាប់ទៅគឺលងលោចមានន័យជ្រាលជ្រៅបាទធ្វើឲ្យស្ដាប់ហើយគឺមានសេចក្តីសុខក្នុងការស្ដាប់ខ្លាំងមែនទែនបាទរៀបរាប់ពីភាពអស្ចារ្យនៃចម្រៀងកាលពីសម័យដើមក៏មិនខុសពីអង្កាំដែលខ្ញុំធ្វើឡើងនោះទេពុកម៉ែបងប្អូនមិនខុសយ៉ាងម៉េចអង្កាំខ្ញុំធ្វើឡើងនេះគឺធ្វើឡើងពីថ្មហ្គិចធម្មជាតិរបស់ខ្មែរយើងដែលមានពណ៌បៃតងដិតយ៉ាងស្រស់ស្អាតហើយការធ្វើឡើងគឺធ្វើដោយស្នាដៃកូនខ្មែរចំពោះនៅក្នុងសាច់ថ្មនេះគឺពិតជាពិសេសពិតជាអស្ចារ្យដែលមានថាមពលស្រូបទាញនៅធាតុមាសកំទេចមាសចូលទៅក្នុងសាច់បានគឺអតិពលល្អណាស់ថ្មហ្គិចធម្មជាតិរបស់ខ្មែរយើងនេះបាទអញ្ចឹងហើយប្រៀបធៀបជាមួយនឹងបទចម្រៀងពីដើមដែលខ្ញុំបញ្ជាក់មិញថាពេលស្ដាប់ទៅធ្វើឲ្យយើងលងលោចមានសេចក្តីសុខនៅក្នុងការស្ដាប់និងសេចក្តីសុខនៅក្នុងការក្រេបយកនៅអត្ថន័យនៃអ្នកនិពន្ធដែលបានរំលេចនៅពាក្យពេចន៍និងអត្ថន័យនៅក្នុងបទចម្រៀងគឺយើងមានសេចក្តីសុខនៅក្នុងការស្ដាប់ចំពោះអង្កាំនេះដូចគ្នាដែលខ្ញុំធ្វើឡើងពីថ្មហ្គិចធម្មជាតិរបស់ខ្មែរយើងពុកម៉ែបងប្អូនជាវយកទៅពាក់ជាប់នឹងសាច់ពិតណាស់ពុកម៉ែបងប្អូនប្រកាសជាទទួលបានសេចក្តីសុខនៅក្នុងផ្លូវចិត្តហើយនឹងសុវត្ថិភាពនៅក្នុងផ្លូវអារម្មណ៍ដោយសារតែថ្មនេះគឺជាថ្មហ្គិចធម្មជាតិដូចខ្ញុំបានរៀបរាប់ហោហែពីមុនមកក៏ដូចជានៅក្នុងពេលនេះជាក់ស្ដែងជាដើមហើយពុកម៉ែបងប្អូនក៏បានឃើញជាក់ច្បាស់តែម្ដងនៅសាច់ថ្មដែលខ្ញុំយកមកធ្វើជាអង្កាំនេះបាទគឺមានពណ៌បៃតងដិតស្រស់ស្អាតជាប់កំទេចមាសនៅក្នុងសាច់បាទហើយការធ្វើឡើងគឺធ្វើដោយស្នាដៃកូនខ្មែរមិនមែនធ្វើឆិនឆៃឲ្យតែបានទេមូលគឺមូលរលោងគឺរលោងចែងចាំងល្អហើយចោះរុនក៏ចោះរុនបានស្អាតល្អត្រង់មិនវាចប្រឆិតសាច់អីនោះទេបាទហើយជាពិសេសគឺមានតម្លៃសមរម្យជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនកាត់មិនកោពុកម៉ែបងប្អូននោះទេ